បាទយើងក៏មិនខាត់ពេលយូរយើងចូលមេរៀនរបស់យើងតទៀតអឺចំណុចទំព័រទី81កងទ័ពយូហ្គោស្លាវីមានព្រៀបខ្លាំងចំនួនព្រៀបទាំងចំនួនមនុស្សនិងអាវុធគឺពលទាហានចំនួន30,000នាក់និងប្រទេសកង3000គ្រឿងដែលមានបំពាក់កងក្រៅអាស៊ីឲ្យនៅក្រៅរំពងប្រយុទ្ធមិនតែប៉ុណ្ណោះកងទ័ពយូហ្គោស្លាវីថែមទាំងប្រើទ័ពជើងអាកាសទម្លាក់គ្រាប់បែកទៅលើក្រុមសាគ្រីបទៀតផងប្រទេសក្រូអាស៊ីរងនៅវិនាសកម្មយ៉ាងធំធេងជាពិសេសនៅទីក្រុងវូកូវ៉ាដោយកងទ័ពយូហ្គោស្លាវីបានគ្រប់គ្រងទឹកដីអាស៊ី30%ដោយមិនទាន់ទប់ទល់បានតទៅទៀតរដ្ឋាភិបាលក្រូអាស៊ីមានន័យថាដោយមិនអាចទប់ទល់តទៅទៀតបានរដ្ឋាភិបាលក្រូអាស៊ីបានចុះសន្ធិសញ្ញាបញ្ចប់សង្គ្រាមជាមួយពួកសេប៊ីនៅពេលកាន់កាប់ប្រទេសនេះពួកសេប៊ីបានធ្វើការរើសអើងពូជសាសន៍ដោយបណ្ដេញពួកក្រុមក្រូអាស៊ីយកផ្ទះឲ្យអំបូរជនជាតិសេប៊ីរស់នៅគេឃើញមានក្រូអាស៊ីមករស់នៅកណ្ដាលវាលតាមឆ្នេរសមុទ្របាល់ទិករាប់ពាន់គ្រួសារនៅខែកញ្ញាឆ្នាំ1991រដ្ឋាសាធារណរដ្ឋម៉ាសេវ៉ាន់បានប្រកាសឯករាជ្យដោយពុំមានការបង្ហូរឈាមឬការប្រឆាំងពីពួកសេប៊ីឡើយដើម្បីការពាររដ្ឋាសាធារណរដ្ឋក្មេងខ្ចីនេះក៏មានការដាក់ពង្រាយកងទ័ពអាមេរិកចំនួន500នាក់ក្រោមទង់ជាតិអង្គការសហប្រជាជាតិថែមទាំងថែរក្សាសន្តិភាពនៅតាមបណ្ដាញព្រំដែនប៉ែកខាងជើងជាមួយប្រទេសជាមួយសាធារណរដ្ឋសេប៊ីឬក៏ហៅថាយូហ្គោស្លាវីប្រធានាធិបតីគឺលោកគីរ៉ូឃ្លីកូរ៉ូបានរក្សាចំណងតាក់ទងល្អជាមួយសេប៊ីនិងសហរដ្ឋផ្សេងទៀតដែលរស់នៅជិតខាងនៅទសវត្សរ៍ឆ្នាំ1990ខេត្តកូសូវូជាខេត្តស្វយ័តក្នុងប្រទេសសេប៊ីបានប្រឹងប្រែងតស៊ូបង្កើតខេត្តឯករាជ្យមួយដល់ឆ្នាំ1996ជនជាតិអំបូរអាល់បានីភាគតិចកាន់សាសនាអ៊ីស្លាមក្នុងខេត្តកូសូវូបានបង្កើតកងទ័ពរំដោះពេលនោះកងទ័ពយូហ្គោស្លាវីបានប្រើវិធានការក្រៅមកលើអំបូរកាល់បានីបង្កការភ័យខ្លាចដល់ជនស៊ីវិលនាំឲ្យមានការភៀសខ្លួនចេញពីលំនៅឋានក្រោយពីការស្វះស្វែងរកសន្តិភាពដែលព្រួយផ្ដើមដោយអង្គការ NATO និងសេប៊ីឆ្នាំ1990មិនបានសម្រេចអង្គការ NATO បានសម្រេចទម្លាក់គ្រាប់បែកចំនួន2ខែទៅលើប្រទេសសេប៊ីនិងម៉ុងតេនេហ្គោបង្ខំឲ្យសេប៊ីដកទ័ពចេញពីកូសូវូនោះដល់ឆ្នាំ1999ខេត្តកូសូវូទាំងមូលត្រូវបានដាក់ពង្រាយដោយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ2008កូសូវូត្រូវប្រកាសជារដ្ឋឯករាជ្យមួយដែលទទួលស្គាល់ដោយប្រទេសចំនួន60ប៉ុន្តែមិនទាន់បានចូលជាសមាជិកអង្គការសហប្រជាជាតិនៅឡើយ។